ចម្បងធំបំផុតដែលរកបន្ថែមយើងបានចាប់ផ្ដើមវិនិយោគទៅលើវិស័យកសិកម្មកម្ពុជាគឺដើម្បីជួយទៅលើជីវភាពរបស់ប្រជាកសិករនៅកម្ពុជាយើងដែលយើងបានដឹងស្រាប់ហើយថាកសិកម្មនៅកម្ពុជាយើងនៅមានកម្រិតហើយកម្ពុជាគឺជាប្រទេសមួយដែលមានសក្តានុពលទៅលើវិស័យកសិកម្មទាំងស្ថានដីនិងអំណោយផលពីធម្មជាតិហើយប្រជាកសិករយើងតាំងពីដើមមកគាត់គឺជាអ្នកធ្វើកសិកម្មតាំងពីដើមហើយតែអ្វីដែលខ្វះគឺខ្វះការវិនិយោគទៅលើសាច់ប្រាក់ជួយពួកគាត់ហើយនឹងបច្ចេកទេសនានាការចូលរួមក្នុងវិស័យកសិកម្មនេះគឺជាការចូលរួមលើកកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋរបស់កម្ពុជាយើងជីកសិកម្មដែលយើងបង្កើននេះដោយយើងឃើញថាប្រទេសកម្ពុជាយើងនាំចូលជីពីប្រទេសជិតខាងក៏ដូចជាបរទេសច្រើនហើយជីវិស័យនេះក៏ជីគីមីរួមនឹងជីធម្មជាតិផងដែរហើយដោយកលៃមើលសក្តានុពលកសិកម្មនៅក្នុងប្រទេសកម្ពុជាយើងមានការរីកចម្រើនលូតលាស់ខ្លាំងដូច្នេះហើយខ្ញុំគិតថាការដែលបង្កើតនៅរោងចក្រជីមួយដែលមានស្តង់ដារខ្ពស់ហើយអាចផលិតនៅជីដែលមានគុណភាពហើយនឹងបរិមាណច្រើនជារឿងសំខាន់ដែលក្នុងការជួយដល់កសិកម្មនៅក្នុងប្រទេសកម្ពុជាហើយជាពិសេសនេះគឺជីប្រព័ន្ធធម្មយើងបានសាកល្បងប្រហែលជារយៈពេលប្រហែលខែនេះហើយជុំទី1ដែលយើងសាកល្បងជាមួយប្រជាកសិករយើងបានធានានូវគុណភាពជាមួយគាត់មានន័យថាអ្វីដែលគាត់ធ្លាប់ប្រើជីគីមីពីមុនមកយើងព្យាយាមឲ្យគាត់មកប្រើជីកសិកម្មធម្មជាតិរបស់យើងនេះយើងធានាថាទិន្នផលដែលគាត់ទទួលបានគឺមិនចាញ់ជីគីមីដែលគាត់ប្រើនោះទេមានន័យថាយើងធានាថាជីនេះពិតជាមានគុណភាពជីដែលយើងផលិតនេះគឺរាល់វត្ថុធាតុដើមទាំងអស់គឺមាននៅក្នុងប្រទេសកម្ពុជា 100% តែម្ដងដល់ពេលនេះខ្ញុំបាននិយាយថាវិស័យកសិកម្មនៅប្រទេសកម្ពុជាយើងបើប្រៀបធៀបទៅឆ្នាំកន្លងមកយើងមានការរីកលូតលាស់ខ្លាំងមិនថាការដាំដុះក៏ដូចជាការនាំចេញទេនោះទេព្រោះការនាំចេញពីមុនមកយើងហាក់ដូចជាមានការនាំចេញតិចតួចបើយើងនិយាយការនាំចេញហើយមកដល់ពេលនេះការនាំចេញទៅក្រៅប្រទេសមានស្ទើរតែគ្រប់មុខហើយម្សិលមិញនេះមានការចុះកិច្ចសន្យាជាមួយក្រសួងកសិកម្មឡើយដែលអនុញ្ញាតឲ្យផលិតផលកសិកម្មកម្ពុជាយើងអាចបើកឆ្លងកាត់ឡាវទៅហើយទៅប្រទេសចិនផ្ទាល់តែម្ដងក៏ជាចំណុចមួយដែលអាចជួយដល់កសិកម្មកម្ពុជាក្នុងការកាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូនក៏ដូចជាពេលវេលាហើយទន្ទឹមនឹងដែរកសិកម្មនៅកម្ពុជាមិនបានសំដៅទៅប្រទេសចិនទេយើងឃើញថាការនាំចេញអង្ករកម្ពុជាក៏ដូចជាផ្លែឈើរបស់កម្ពុជានេះមានទៅដល់ទាំងប្រទេសនៅអឺរ៉ុបហើយនិងសហរដ្ឋអាមេរិកហើយកាណាដាអូស្ត្រាលីនិងប្រទេសផ្សេងទៀតបើសម្រាប់ខ្ញុំការវិនិយោគលើកសិកម្មគឺជារឿងមួយដែលនឹងផ្ដល់នូវចំណូលនិរន្តរ៍នៅអនាគតដល់ពេលនេះជីយើងគឺមានគុណភាពល្អហើយតែយើងនៅតែបន្តក្នុងការពង្រឹងនៃគុណភាពបន្ថែមហើយយើងក៏បានពង្រីករោងចក្របន្ថែមគឺរោងចក្រផលិតជីគីមីផងដែរព្រោះច្បាស់ថាយើងដំណាំខ្លះក៏យើងត្រូវការជីគីមីដូចជាទន្ទឹមនឹងយើងផលិតជីធម្មជាតិយើងក៏បានបន្ថែមនៅរោងចក្រផលិតជីគីមីផងដែរហើយសម្រាប់ជីធម្មជាតិនេះក៏យើងនៅតែរក្សាបន្តអភិវឌ្ឍលើគុណភាពជីមានន័យថាយើងនឹងអភិវឌ្ឍទៅលើជីសម្រាប់ដាំដំណាំផ្សេងគ្នាហើយយើងនឹងទៅរកបច្ចេកទេសពីបរទេសដែលគាត់មានជំនាញបន្ថែមដើម្បីជួយធ្វើឲ្យជីយើងនេះមានគុណភាពកុំឲ្យចាញ់ជីគីមីឬបាក់ផែគ្នាហើយច្បាស់ណាស់រោងចក្រមួយនេះវាមិនអាចគ្រប់គ្រងតម្រូវការគ្រប់នៅទូទាំងប្រទេសនោះទេអញ្ចឹងអនាគតយើងនឹងបង្រៀនរោងចក្រមួយទៀតទៅតំបន់ណាដែលនៅក្បែរតំបន់កសិកម្មរបស់ប្រជាពលរដ្ឋយើងហើយក្នុងផែនការយើងអាចនឹងបន្ថែមរោងចក្របន្ថែមទៀតនៅខេត្តបាត់ដំបងព្រោះវត្ថុធាតុដើមខ្លះមិននៅនេះទាំងអស់ទេព្រោះទាំងខ្លះគឺនៅតំបន់ក្បែរតំបន់កសិកម្មពួកគាត់ហើយការបន្ថែមរោងចក្រនេះគឺដើម្បីកាត់បន្ថយនៅការចំណាយថ្លៃដើមក្នុងការដឹកជញ្ជូន ប
បាទជំរាបសួរពុកម៉ែបងប្អូនអ្នកធ្វើកសិកម្មទាំងអស់គ្នាខ្ញុំបានឈ្មោះពៅធួនជាប្រធានបច្ចេកទេសចង្វាក់ផលិតកម្មជីសេរីរាង្គធម្មជាតិរបស់ក្រុមហ៊ុនវីរៈប៊ុនធម្មការផលិតជីវីរៈប៊ុនធម្មនេះយើងមានវត្ថុធាតុផ្សំចូលរួមទាំងអស់ហ្នឹងចំនួន22មុខនៅក្នុងចំនួន22មុខហ្នឹងយើងមានវត្ថុធាតុស្ងួតចំនួន10មុខហើយនិងវត្ថុធាតុទឹកចំនួន12មុខដូច្នេះជីយើងវាមានសារធាតុចិញ្ចឹមចំនួន13មុខដែលរុក្ខជាតិត្រូវការហើយជាពិសេសទៀតនេះបើដែលយើងធ្វើទៅតាមក្បួនខ្នាតត្រឹមត្រូវធ្វើឲ្យជីយើងសម្បូរទៅដោយអតិសកុមប្រាណហើយនឹងសារធាតុចិញ្ចឹមទាំង13មុខក៏ចាំបាច់សម្រាប់រុក្ខជាតិអញ្ចឹងបើសិនយើងផលិតជីតាមក្បួនខ្នាតត្រឹមត្រូវធ្វើឲ្យជីយើងមានគុណភាពល្អជួយដល់ដំណាំមានទិន្នផលខ្ពស់ខ្ញុំបាទឈ្មោះទឹកសខៃជាប្រធានបច្ចេកទេសក្រុមហ៊ុនជីវីរៈប៊ុនធម្មកសិកម្មជំរាបពុកម៉ែបងប្អូនការប្រើប្រាស់ជីច្រើនវាមិនល្អនោះទេតែគឺត្រូវប្រើតាមបច្ចេកទេសតាមដំណាំតាមដំណាក់កាលក្រុមហ៊ុនជីវីរៈប៊ុនធម្មយើងមានជីសេរីរាង្គដែលជួយកែប្រែដីធ្វើឲ្យដីធូរដីមានអុកស៊ីសែនធ្វើឲ្យរុក្ខជាតិរឹងមាំកាត់បន្ថយសត្វល្អិតនិងជំងឺជាពិសេសជាជំរកអតិថិជនប្រាណដែលមានប្រយោជន៍ធ្វើឲ្យរុក្ខជាតិលូតលាស់និងទិន្នផលខ្ពស់សំខាន់ជាងនេះទៀតខាងយើងខ្ញុំមានបច្ចេកទេសជួយតាមដានជាមួយកសិករដើម្បីឲ្យការប្រើប្រាស់ជីមានប្រសិទ្ធភាពអញ្ចឹងឥឡូវពេលប្រើប្រាស់ជីវីរៈប៊ុនធម្មតើខាងបងប្អូននេះឃើញយ៉ាងម៉េចដែរចំពោះជីវីរៈប៊ុនធម្មចាប់ពីខ្ញុំបានប្រើប្រាស់ជីវីរៈប៊ុនធម្មមកឃើញថាជីវីរៈប៊ុនធម្មល្អមានប្រសិទ្ធភាពចំពោះដំណាំស្លឹកទាំងដំណាំស្លឹកទាំងដំណាំផ្លែការលូតលាស់អីក៏និយាយទៅពេញចិត្តបាទខ្ញុំបាទឈ្មោះឈិតម៉ាប់រស់នៅភូមិកំពង់7ឃុំកន្ទឺ1ស្រុកម្លងខេត្តបាត់ដំបងតែទឹកដីនៃខ្ញុំដាំបន្លែនេះនៅឃុំចែកមានជ័យស្រុកម្លងខេត្តបាត់ដំបងនេះគ្នាដោយសារខ្ញុំបាទបានប្រើប្រាស់រាប់បាក់នៅជីស្រីរៀងរបស់ក្រុមហ៊ុនវីរៈប៊ុនធម្មនេះធ្វើឲ្យស្ពៃរបស់ខ្ញុំមានស្លឹកក្រាស់ហើយសត្វល្អិតអត់សូវមានបំផ្លាញទេកាត់បន្ថយការបំផ្លាញរបស់សត្វល្អិតហើយបើនិយាយរឿងគុណភាពវិញល្អម្ល៉េះខ្ញុំពេលដើមខ្ញុំធ្លាប់ប្រើគីមីអត់ដែលល្អដូចអញ្ចឹងទេដល់ពេលខ្ញុំបានប្រើជីរបស់ក្រុមហ៊ុនវីរៈប៊ុនធម្មនេះធ្វើដំណាំរបស់ខ្ញុំល្អស្មើតាមដែលប្រើជីសេរីរាង្គនេះឃើញថាគុណភាពវាល្អប្លែកខុសពីការប្រើគីមីសុទ្ធឃើញដីហ្នឹងមានអាចលេនឡើងច្រើនហើយដើរទៅយើងចុះទៅវាមានផុងធូរហើយក្របស្រូវឃើញស្អាតស្រូវអត់សូវមានរោគទេខ្ញុំបានប្រើជីដើមថាគឺប្រើទៅវាល្អបែបនេះមែនជីរបស់គាត់ហ្នឹងគឺប្រើទៅបានមានប្រសិទ្ធផលខ្ពស់ក៏ពិតមែនហើយសត្វល្អិតគាត់មានដែរបានប្រើប្រាស់អបជាសេរីរាង្គធម្មជាតិវីរៈប៊ុនធម្មជាលើកដំបូងឃើញថាល្អណាស់ខ្យល់នេះជាអល់កុហុលមិនអីទេបងបន្ទាប់ពីបានប្រើជីរបស់វីរៈប៊ុនធម្មកន្លងមកបានរយៈពេលមកគឺមានន័យថាគឺបន្លែរបស់ខ្ញុំគឺបានល្អក្រាន់បើជាងមុនជីសេរីរាង្គបានជួយបង្កើនដីឲ្យដីធូរហើយដីនោះវាមានអាចេលេនទៀតហើយដីនោះអត់ខូចដីទេជួយថែរក្សាដីរហូតទៅអត់រិចរិលដីទេបាទស្ដីខ្ញុំបាទឈ្មោះថនចន្ទទីជាប្រធានផ្នែកទីផ្សារក្រុមហ៊ុនវីរៈប៊ុនធម្មជីកសិកម្មមានផលិតផលជីភេទខៅជីសេរីរាង្គធម្មជាតិជីទឹកនិងជីប៉ុស្តិ៍ចលេននេះគឺជាភេទជីសេរីរាង្គធម្មជាតិភេទជីក្របហើយនេះគឺភេទជីសេរីរាង្គធម្មជាតិដែរភេទជីម៉ត់ហើយនេះជីកំប៉ុស្តិ៍ចលេនបាទហើយងាត់ជីទឹកយើងមាន4ប្រភេទដែរមានជីពណ៌ផ្លែផ្កាជីបំពន់ដើមស្លឹកទឹកស្កាត់សត្វល្អិតទឹកការពារជំងឺបាទពាក់ព័ន្ធជាមួយនឹងដៃគូសហការតំណាងចែកចាយយើងនៅទូទាំងប្រទេសយើងក៏បានចុះមានការតំណែងដូចជាផលសេវាកម្មរួច
ហើយដែរបាទជាពិសេសយើងមានការកំងដូចជាដឹកជូនតំណែងដែលយើងបានរៀបរាប់នេះដាក់នៅតាមដំណាក់ចែកចាយទាំងអស់នៅក្នុងប្រជាជាតិកម្ពុជាការធ្វើអាជីវកម្មនេះមានការហៅថាទទួលការអាជ្ញាប្រតិបត្តិការពីអាជ្ញាធរដូចជាពីក្រសួងពាក់ព័ន្ធផ្សេងៗជាពិសេសពីក្រសួងកសិកម្មបានមានការចុះបញ្ជីការត្រឹមត្រូវស្របច្បាប់ដែលធ្វើឲ្យដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនវរៈបន្ថែមមានដំណើរការល្អប្រសើរ ខ្ញុំសូមផ្ដាំទៅវិជាកសិករដែលកំពុងធ្វើកសិកម្មនៅប្រទេសកម្ពុជាយើងនេះសាកល្បងប្រើប្រាស់ជីសរីរាង្គរបស់វរៈបន្ថែមនេះយើងមានទាំងជីសរីរាង្គជីអាជលេនិងជីទឹកផ្សេងៗទៀតព្រោះយើងបានសាកល្បងច្រើនចំការហើយក៏ច្រើនស្រែដែរគឺទិន្នផលគឺយើងធានាបានថា 100% គឺល្អជាជាងតែគាត់ប្រើជីគីមីទាំងស្រុងអញ្ចឹងគាត់អាចជ្រើសរើសពីថាប្រើជីធម្មជាតិ 50% ជីគីមី 50% ឬក៏ប្រើជីធម្មជាតិ 100% តែម្ដងព្រោះគាត់ចំណេញច្រើនយើងមើលឃើញមួយស្រែមួយហិកតាបើសិនជាគាត់ប្រើរបៀបនេះគាត់អាចសល់បានប្រហែលជាជិត$100ដែរទីសោតតម្លៃនៅពេលដែលគាត់ប្រើជីធម្មជាតិ 100% ទៅលក់នៅទីផ្សារយ៉ាងណាក៏តម្លៃល្អជាជាងតែគាត់ប្រើជីគីមីដែរ Thăm! Ra bồn thăm! Ra bồn thăm!